ពេលដែលខ្មែរធ្វើជាម្ចាស់ផ្ទះ SEA Games ឆ្នាំ2023ហ្នឹងគឺថាវានឹងបកកែរណារឿងចំណុចខ្វះខាតតិចតួចយកមកជន់យើងណាឥឡូវហ្នឹងពេលដែលវាធ្វើជាម្ចាស់ផ្ទះតែវិញម្ដងខ្ញុំមិនដឹងថាវាធ្វើបានប៉ុនខ្មែរអត់ទេអ្នកទាំងអស់គ្នារហូតដល់មានការចាត់ប្រកាន់ក៏ដូចជាការស្ដីបន្ទោសផ្សេងពីប្រជាជនថៃទៅកាន់អ្នករៀបចំ SEA Games ហ្នឹងថាមើលទៅប្រហែលជារៀបចំអន់ជាងខ្មែរព្រោះថាបញ្ហាមានរហូតហ្មងមានតាំងពីគេហៅថាប្រកួតបាល់ទាត់អត់ចាក់ភ្លេងជាតិបាទគេចេញទៅខិតមកសុំទោសថាចាក់លក្ខខុសបច្ចេកទេសហ្នឹងហើយប្រើ AI ដើម្បី generate នៅអារូបភាពអីផ្សេងដើម្បីធ្វើនៅអាស្អីផ្សេងនៅក្នុងអាបតកាហ្នឹងអញ្ចឹងណាហើយសំខាន់ជាងគេហ្នឹងគឺដាក់ទង់ជាតិខុសទៀតអាទង់ជាតិខុសប្រទេសផ្សេងវាមិនសូវជាបញ្ហាណាអាប្រទេសខ្លួនឯងនៅប្រទេសថៃហើយដាក់ទង់ជាតិវៀតណាមហ្នឹងទាំងអស់គ្នាគិតមើលគឺថាវាពួកនេះគឺអស់និយាយហ្មងនិយាយទៅចឹងមកខ្ញុំចង់និយាយថាខ្ញុំស្គាល់ពាក្យមួយដែលចាស់តែងនិយាយតគ្នាអញ្ចឹងថាកុំអាសើចបងវាឆ្លងម្ដងម្នាក់ឬក៏មួយទៀតគេហៅថាមានកុំអាអក្រកុំអាភ័យបើតែប្រទេសរបស់យើងបានន័យថាពួកយើងក្រីក្រជាងប្រទេសវាហ្នឹងហើយប៉ុន្តែការរៀបចំនៅប្រកាសព្រឹត្តិការណ៍ SEA Games គឺអស្ចារ្យខ្លាំងមែនតើរហូតដល់ប្រទេសយើងគេហៅថាប្រទេសតូចតែបេះដូងធំហ្នឹងហើយរហូតដល់មានការចាំពេលហ្នឹងគឺយើងមាន free ជាមួយនឹងសបុតឲ្យចូលទៅមើលទស្សនាវាថាដោយសេរីបាទហើយមានការឧបត្ថម្ភជាមួយនឹងអាហារអីផ្សេងដល់អត្តពលិកនិយាយទៅហៀបឥតខ្ចោះតែម្ដងបាទចាំមើលពួកថៃនេះមើលតើមានរឿងដ្រាម៉ាអីផ្សេងទៀតព្រោះមួយថ្ងៃនេះខ្ញុំអត់ផុតទេគឺដ្រាម៉ាច្រើនណាស់មួយពួកថៃនេះរឿងបញ្ហា SEA Games ហ្នឹងហើយ poster គេធ្វើមកហ្នឹងដូចមុនឆ្នាំ2000និយាយទៅដូចកន្លះខែហ្មងហើយរោគរ៉ាខ្លាំងណាស់ទាំងអស់គ្នាអើយហ្នឹងហើយចាំមើលទាំងអស់គ្នាទៀតនិយាយទៅវាជាប់យើងខ្លាំងណាស់តែ2023នឹងយើងធ្វើល្អប៉ុណ្្នឹងហើយវាជាប់ឥឡូវចាំមើលវាម្ដង